បាទជាបឋមសូមគោរពនឹងជម្រាបសួរដល់គណៈនាយករងលោកគ្រូទទួលបន្ទុក ICT ទាំងអស់ដែលមានវត្តមាននៅក្នុងបាទទូទាំង20រាជធានីខេត្តបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំនឹងចែករំលែកអំពីរបៀបនៃការផ្លាស់ប្ដូរទៅលើលោកគ្រូអ្នកគ្រូដែលគាត់ទទួលបន្ទុកបង្រៀននៅក្នុងថ្នាក់នីមួយៗប៉ុន្តែគឺយើងមានការឆ្លាស់ឬក៏យើងធ្វើការផ្លាស់ប្ដូរគាត់ពីឧទាហរណ៍លោកគ្រូដែលគាត់បរៀននៅថ្នាក់ទី3កបាទឥឡូវនេះយើងត្រូវប្ដូរគាត់ហ្នឹងមកបរៀននៅថ្នាក់ទី3ខវិញឯលោកគ្រូដែលថ្នាក់ទី3ខហ្នឹងត្រូវទៅរៀននៅថ្នាក់ទី3កអញ្ចឹងវិញលោកគ្រូបាទអញ្ចឹងនេះគឺជារបៀបនៃការធ្វើការផ្លាស់ប្ដូរមុននឹងយើងទៅបង្ហាញលោកគ្រូពីរបៀបនៃការផ្លាស់ប្ដូរបែបហ្នឹងគឺខ្ញុំចង់បញ្ជាក់ព័ត៌មានបន្តិចជូនលោកគ្រូគឺក្នុងករណីហ្នឹងមានន័យថាយើងត្រូវធ្វើការងារច្រើនដងណាលោកគ្រូបាទធ្វើការច្រើនដងបន្តិចដោយសារតែនៅក្នុងប្រព័ន្ធបច្ចុប្បន្ននេះយើងអត់ទាន់បានធ្វើការអាប់ដេតក៏ដូចជាផ្ដល់ជាជម្រើសណាមួយដែលអាចឲ្យលោកគ្រូងាយស្រួលនៅក្នុងការប្រើតែម្ដងឲ្យហើយទេមានន័យថាលោកគ្រូត្រូវធ្វើការផ្លាស់ប្ដូរគាត់ហ្នឹងនៅក្នុងកាលវិភាគហ្នឹងមួយនៅក្នុង6ថ្ងៃដែលយើងបង្រៀនហើយនឹង5ម៉ោងហ្នឹងណាអញ្ចឹងលោកគ្រូត្រូវធ្វើទៅយើងគុណថ្ងៃមើលទៅរៀងច្រើនដងដែរអញ្ចឹងណាលោកគ្រូបាទអញ្ចឹងដើម្បីឲ្យលោកគ្រូយល់ថាច្រើនដងមិនទៅភិរុនបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលតើលោកគ្រូទៅមើលពីរបៀបនៃការដោះដូរទាំងអស់គ្នាបាទអញ្ចឹងជាជំហានទី1លោកគ្រូត្រូវធ្វើការ log in ចូលមកក្នុងប្រព័ន្ធរបស់យើងជាក់ស្ដែងបន្តមកទៀតលោកគ្រូមើលមកខាងឆ្វេងដៃមកបាទព្រោះជា default នៅពេលដែលយើង log in ចូលមកក្នុងប្រព័ន្ធវាចាប់ផ្នែកទូទៅនេះអូតូតែម្ដងអញ្ចឹងលោកគ្រូយើងអត់ចាំបាច់ទៅធ្វើការផ្លាស់ប្ដូរទេពីព្រោះតកតងនឹងការវិភាគនេះគឺស្ថិតនៅខាងក្រៅនៅលើផ្នែកទូទៅនឹងស្រាប់តែម្ដងអញ្ចឹងយើងអាចមិនធ្វើការផ្លាស់ប្ដូរផ្នែកទូទៅទេបាទយើងគ្រាន់តែមើលមកខាងឆ្វេងដៃមកបាទចំណុចទី1នេះលោកគ្រូមើលខាងឆ្វេងដៃយើងរកពាក្យថាការវិភាគនឹងមកបាទអញ្ចឹងចុចលើនឹងមកអញ្ចឹងបន្ទាប់ពីយើងចុចទៅលើការវិភាគហើយលោកគ្រូមកមើលតាមភាពជាក់ស្ដែងបាទនេះខ្ញុំផ្ដោតសំខាន់តែសម្រាប់កម្រិតបឋមសិក្សាណាលោកគ្រូបាទចំពោះកម្រិតមធ្យមបើយើងនិយាយពីការផ្លាស់ប្ដូរម៉ោងបែបនេះមុខវិជ្ជាដដែលឬក៏យើងដូរតែគ្រូទេយើងអាចអនុវត្តដោយកម្រិតបឋមអញ្ចឹងប៉ុន្តែដោយសារតែនៅក្នុងកម្រិតនៃមធ្យមសិក្សាគឺការផ្លាស់ប្ដូរតែគាត់ផ្លាស់ប្ដូរម៉ោងគឺដូរទាំងមុខវិជ្ជាគាត់ទៅទាំងអស់គ្នាហើយអញ្ចឹងបាទខ្ញុំលើកឡើងថាយើងសង្កត់ធ្ងន់តែកម្រិតបឋមសិក្សាបាទអញ្ចឹងរបៀបនៃការដោះដូរនេះបាទចំពោះកម្រិតបឋមនោះគ្រូយើងទៅលើការដូរគ្រូបាទការវិភាគនៅដដែលតែយើងដូរទៅគ្រូទេអញ្ចឹងយើងដូររបៀបម៉េចបាទអញ្ចឹងចំណុចទី1មុននឹងការដោះដូរលោកគ្រូត្រូវដឹងថាតើនៅក្នុងសាលារបស់យើងមានគ្រូដែលគាត់ចន្លោះអត់តនេអត់បាទយើងមាន2ជម្រើសណាពីព្រោះការដោះដូរបែបនេះបើសិនបើក្នុងករណីលោកគ្រូចង់ដូរតែគ្រូអាហ្នឹងយើងដូរទៅអត់កើតទេតើយើងរកគ្រូណាមកជំនួសម៉ោងហ្នឹងមួយសិនបាទយើងអាចដូរបានបើអញ្ចឹងចំណុចទី1ចំណុចទី2យើងមានទៅលុបការវិភាគថ្នាក់ហ្នឹងចោលហើយយើងរៀបថ្មីបាទអាហ្នឹងយើងមាន2ជម្រើសហ្នឹងអញ្ចឹងខ្ញុំបង្ហាញជម្រើសទី1សិនគឺក្នុងករណីដោះដូរអញ្ចឹងលោកគ្រូចុចលើថ្នាក់មកឧទាហរណ៍ថាឥឡូវថ្នាក់ទី1កចុចមកអញ្ចឹងមានន័យថាលោកគ្រូចង់ដូរបាទលោកគ្រូកនេះឲ្យគាត់ទៅបរៀននៅថ្នាក់ខវិញហើយលោកគ្រូនៅថ្នាក់ខហ្នឹងឲ្យគាត់មកបរៀនថ្នាក់កវិញអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងយើងដូរអត់បានទេឧទាហរណ៍ជាក់ស្ដែងណាលោកគ្រូនេះឧទាហរណ៍ថាឥឡូវលោកគ្រូភាសាខ្មែរលោកគ្រូណារុននេះបាទលោកគ្រូណារុននេះគាត់បរៀននៅថ្នាក់1កនេះលោកគ្រូឃើញហ្នឹង1កនេះបាទអញ្ចឹងដោះដូរម៉ោងគ្នាក្នុងករណីថាឥឡូវឧទាហរណ៍យើងចង់ដូរនៅកន្លែងនេះបាទអញ្ចឹងយើងចុចមកកន្លែង edit នេះលោកគ្រូសញ្ញាប៊ិចនេះគឺសញ្ញា edit អញ្ចឹងចុចមកបើយើងចង់ដូរលោកគ្រូគឺអាច add ឧទាហរណ៍ថាឥឡូវអ្នកគ្រូមុំមរកតនេះគាត់បរៀននៅថ្នាក់ខអញ្ចឹងយើងយកគាត់មកបរៀនថ្នាក់កវិញយើងបន្ថែមគ្រូនៅកន្លែងនេះបន្ថែមបានប៉ុន្តែនៅពេលដែលយើងលុបលោកគ្រូណារុននេះចេញហើយយើងរក្សាទុកឃើញគេប្រាប់អត់នេះថាអ្នកគ្រូមុំមរកតនេះគាត់បានឲ្យគាត់បរៀននៅថ្នាក់ទី1ខហើយអញ្ចឹងអត់អាចដូរបានទេលុះត្រាតែយើងដកគាត់ចេញពីថ្នាក់ទី1ខសិនអញ្ចឹងណាលោកគ្រូអញ្ចឹងនៅក្នុងពេលបច្ចុប្បន្ននេះខ្ញុំបញ្ជាក់មិនអញ្ចឹងថាក្នុងករណីដែលយើងចង់ដោះដូរយើងដូរម្ដងមួយបែបនេះគឺយើងត្រូវ add ឬក៏យើងត្រូវយកលោកគ្រូណាមួយដែលគាត់អត់បង្រៀនបាទឧទាហរណ៍ថាដូចនាយកបាទលោកគ្រូនាយក demo នេះគាត់អត់បរៀនទេគាត់ជានាយកសាលាអញ្ចឹងតើយកគាត់មកបន្ថែមគ្រូនៅកន្លែងនេះហើយយើងរក្សាទុកសិនបាទយើងរក្សាទុកអញ្ចេះសិនបាទអញ្ចឹងរក្សាទុកអញ្ចឹងហើយឲ្យគ្រប់ម៉ោងណាលោកគ្រូឲ្យគ្រប់ម៉ោងទាំងអស់6ថ្ងៃហ្នឹងបាទ6ថ្ងៃ5ម៉ោងហ្នឹងគឺយើងធ្វើការហ្នឹងឲ្យអស់បាទចាំយើងទៅថ្នាក់ទី1ខ add លោកគ្រូណារុនហ្នឹងចូលទៅទី1ខបាទអញ្ចឹងណាលោកគ្រូគោលហ្នឹងគឺបែបហ្នឹងយើងអាចធ្វើអញ្ចឹងបានអាហ្នឹងចំណុចទី
បើចំណុចទី2យើងមានតែអង្គុយលុបកាលវិភាគហ្នឹងអស់ហើយយើងរៀបម្ដងទៀតឡើងវិញទេនេះចំណុចទី2ខ្ញុំសូមបញ្ជាក់ណាអាហ្នឹងចំណុចទី1អញ្ចឹងឧទាហរណ៍ថាឥឡូវនេះម៉ោង1នេះបើសិនជាយើងចង់ទៅ add ថ្នាក់ទី1 ខបាទ1ខបាទយើង add អ្នកគ្រូចូលមក1ខសិនមកនេះអាយ៉ាសំទោសថ្នាក់ទី1ខច្រឡំមកតៃបាទអញ្ចឹងលោកគ្រូចូលមកថ្នាក់ទី1ខនេះមកយើងអាចធ្វើការនេះឧទាហរណ៍ដល់ម៉ោងគណិតម៉ោងទី1អ្នកគ្រូមករកត់នេះអញ្ចឹងខ្ញុំចង់ add លោកគ្រូណារុនមិញឲ្យគាត់មកថ្នាក់ហ្នឹងមកដល់ព្រួយជាកាលវិភាគឲ្យគាត់មកអញ្ចឹងណាបាទអញ្ចឹងខ្ញុំដកអ្នកគ្រូមករកត់ចេញខ្ញុំដាក់គាត់ចូលហើយខ្ញុំរក្សាទុកអញ្ចឹងលោកគ្រូឃើញទៅរក្សាទុកបានហើយបាទអាហ្នឹងរបៀបទី1ដែលយើងធ្វើគឺរបៀបហ្នឹងបាទអាហ្នឹងទី1របៀបទី2គឺមានតែយើងអង្គុយលុបកាលវិភាគហ្នឹងចោលអស់បាទអង្គុយ delete មួយហ្នឹងបាទនេះលុបមួយអញ្ចឹងទៅមានតែយើងអង្គុយលុបមួយអញ្ចឹងទេលោកគ្រូក្នុងពេលបច្ចុប្បន្នណាបាទអញ្ចឹងជាជំរើសទេក្នុងពេលបច្ចុប្បន្នបើលោកគ្រូចង់ដូរគ្រូគឺយើងធ្វើការដូរបែបហ្នឹងហើយបើលោកគ្រូថាអត់ទេលោកគ្រូអើយវាច្រើនដែរបាទយើងមើលទៅ5ម៉ោងហើយ5ម៉ោង6ថ្ងៃ6 5ដង30ដងលោកអង្គុយលុបអង្គុយដាក់អង្គុយលុបអង្គុយដាក់ណាបាទអញ្ចឹងតកតងជាមួយនឹងការដោះដូរគ្រូគឺយើងអាចធ្វើបានតាមរបៀបមួយនេះហើយក្នុងករណីបាទបច្ចុប្បន្នគឺយើងអត់ទាន់មានមុខងារណាមួយដែលយើងអាចធ្វើការដកគ្រីសទាំងអស់ហើយយើងរៀបឡើងវិញបានទេណាលោកគ្រូអធ្យាស្រ័យអញ្ចឹងក្រុមការងារយើងនឹងធ្វើការពិភាក្សាគ្នាបន្ថែមដើម្បីធ្វើការអាប់ដេតជូនលោកគ្រូថាតើយើងនឹងបដូរដោយរបៀបណាមួយដើម្បីជាការសម្រួលការងារជូនលោកគ្រូយើងហើយពីព្រោះការវិភាគនេះគឺមួយឆ្នាំយើងធ្វើតែម្ដងទេអញ្ចឹងណាលោកគ្រូបាទអញ្ចឹងនឹងតកតងមួយរបៀបនៃការដោះដូរគ្រូគឺមានប៉ុណ្ណឹងបើសិនបើលោកគ្រូមានជាសំណួរឬក៏ចម្ងល់អីសូមធ្វើការតកតងនៅក្នុងក្រុមនៃខេត្តរបស់លោកគ្រូមកដើម្បីក្រុមការងារជួយសម្រួលបន្ថែមបាទសូមគោរពនឹងអរគុណ